សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានវីដេអូមួយទាក់ទងទៅនឹងការបង្កើត developer ដើម្បីកុំឲ្យខាតបងប្អូនបើកMicrosoft Word មួយមកបាទបន្ទាប់មកបងប្អូនមើលពាក្យ blank document បាទបន្ទាប់មកបងប្អូនសម្លឹងមករបាននៅខាងលើនេះមានពាក្យ home insert design រហូតមកមានពាក្យថា view អញ្ចឹងបងប្អូនចុចមកស្ដាំមកហើយយកពាក្យថា customize the Robin បាទចុចលើហ្នឹងមកបាទបន្ទាប់ពីប៉ុណ្ណឹងហើយបងអូនមើលទៅបាទបងអូនមើលកន្លែងជួនកាលវាអាចខុសទៅវាអាចលុតមកអញ្ចេះអញ្ចឹងបងអូនយកពាក្យថា customize Robin បាទបន្ទាប់ពីយកហ្នឹងហើយបងអូនមកមើលផ្នែកខាងស្ដាំដៃបងអូនមើលទៅមានពាក្យថា developer បាទបងអូនចុចលើហ្នឹងមកប៉ឹកមកបាទពេលដែលចុចគ្រីសហើយបងអូនយកពាក្យថា OK បាទអញ្ចឹងគ្រូបញ្ជាក់បន្តិចណាពេលដែលបងប្អូនមើលនៅលើរបាខាងលើវាអត់មានពាក្យ developer ទេអញ្ចឹងពេលដែលបងប្អូនចង់តម្លើង developer នៅលើរបាគឺគ្រាន់តែចុចគ្រីសហើយបងប្អូនយកពាក្យថា OK មកបាទពេលនោះយើងនឹងឃើញ developer នៅលើរបានេះតែម្ដងបាទអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណ